រនសួស្តីកូនកូនតើយើងបន្តមេរៀនយើងទៀតណាកូនកូនបើកសៀវភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី136ហើយកូនបើកហើយកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនតោះចាប់ផ្ដើមកចូលសរសេរតាមអានត្រួតពិនិត្យពាក្យនិងល្បះខាងក្រោមដនដើមភ្នាល់ភ្នំសមុទ្រចូលនាគប្រាជ្ញាឆ្លៀសវៃនៅព្រៃធំមួយមានសត្វចាបនិងដំរីដណ្ដើមគ្នាធ្វើមេ2ចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវឆ្លៀសវៃចាបដំរីលេបផឹកនាគចូលនឹង1នៅព្រៃធំមួយមានសត្វចាបនិងដំរីដណ្ដើមគ្នាធ្វើមេ2ពេលនោះទឹកសមុទ្រកំពុងចូលចាបក៏ឲ្យដំរីផឹកទឹកមុន3ទឹកសមុទ្រប្រៃពិបាកលេបណាស់តែដោយចង់ឈ្នះដំរីខំផឹកឥតឈប់4ទឹកស្រកចុះចាបក៏លោតតាមទឹកនាគធ្វើជាផឹករហូតដល់ជើងដំរី5តាំងពីពេលនោះមកចាបបានធ្វើជាមេដោយសារប្រាជ្ញាឆ្លៀសវៃរបស់ខ្លួនគោចូលរកពាក្យមកបំពេញអត្ថបទខាងក្រោមឲ្យបានត្រឹមត្រូវពេលនោះទឹកសមុទ្រកំពុងចូលចាបក៏ឲ្យដំរីផឹកទឹកមុនទឹកសមុទ្រប្រៃពិបាកលេបណាស់តែដោយចង់ឈ្នះដំរីខំផឹកឥតឈប់ទឹកសមុទ្រនៅតែចូលឡើងដល់ពោះវាទើបដំរីឈប់ផឹក